នៅក្នុងបំរែបំរួលនៃសង្គម Digital និងតម្រូវការជំនាញក្នុងសតវត្សទី21សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សារដ្ឋជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងបង្ហាញពីសក្តានុពលរបស់ពួកគេមិនត្រឹមតែក្នុងការសិក្សាប៉ុណ្ណោះទេប៉ុន្តែក្នុងការងារស្ម័គ្រចិត្តភាពជាអ្នកដឹកនាំនិងការចូលរួមដោះស្រាយបញ្ហាសង្គមក្រុមការគ្រប់គ្រងពីអង្គការ SIPA និងទីភ្នាក់ងារអភិវឌ្ឍបារាំង AFD សម្លេងរបស់យុវជនមកពីខេត្តសៀមរាបប៉ៃលិននិងស្វាយរៀងបានឆ្លុះបញ្ចាំងពីរបៀបដែលពួកគេកំពុងកសាងខ្លួនឯងនិងសហគមន៍បញ្ហាប្រឈមដ៏ធំមួយរបស់សិស្សមុនបញ្ចប់ថ្នាក់ទី12គឺការដែលមិនដឹងថាត្រូវបន្តការសិក្សាជំនាញអ្វីនៅឧត្តមសិក្សាពិព័រណ៍មគ្គុទ្ទេសក៍អាជីពនិងការសិក្សាបានក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាពយុវជនសឹមចិត្រាសិស្សថ្នាក់ទី11នៃវិទ្យាល័យរមៀហែកខេត្តស្វាយរៀងបង្ហាញក្តីរំភើបដែលបានជួបតំណាងសាកលវិទ្យាល័យដោយផ្ទាល់ដើម្បីសាកសួរពីកម្មវិធីសិក្សានិងអាហារូបករណ៍ថ្ងៃនេះពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានចូលរួមសកម្មភាពពិព័រណ៍នៅថ្ងៃនេះហើយខ្ញុំក៏មានឱកាសជួបនឹងតំណាងសាលានីមួយៗនិងស្វែងយល់ពីកម្មវិធីសិក្សានិងអាហារូបករណ៍ខ្ញុំចង់ឲ្យកម្មវិធីនេះបន្តជារៀងរាល់ឆ្នាំដើម្បីឲ្យសិស្សានុសិស្សផ្សេងៗទទួលបានឱកាសចូលរួមដូចខ្ញុំដែររីឯយុវតីសាយចន្ទធានសិស្សថ្នាក់ទី12ដែលមានបំណងចង់សិក្សាឯកទេសរូបវិទ្យាក៏បានលាតត្រដាងពីភាពស្រពេចស្រពិលកាលពីមុនថាខ្លួនមិនដឹងថាសាលាណាមានបង្រៀនជំនាញនេះហើយរៀនចប់អាចធ្វើការអ្វីបានខ្លះនោះទេបើសិនជាអត់មានការតាំងពិព័រណ៍នេះខ្ញុំគិតថាមិនថាជាខ្ញុំក៏សិស្សទី12ដទៃទៀតអាចថាពិបាកក្នុងការស្វែងរកអនាគតឬមួយក៏សាលាទៅរៀនបន្តព្រោះចំពោះការរៀនបន្តនេះគឺមានសារៈសំខាន់ដែលយើងឈានទៅរកការងារធ្វើដែរយើងអ្នកស្រុកស្រែឡើងទៅទីក្រុងមានផលវិបាកដូចជាយើងអត់ស្គាល់សាលាហើយសំខាន់គឺយើងអត់ដឹងពីព័ត៌មាននៃសាលាផ្សេងៗហើយអាចប្រឈមនឹងការបោកប្រាស់ព័ត៌មានអំពីជំនាញអាហារូបករណ៍កន្លែងស្នាក់នៅនិងឱកាសការងារគឺជាអ្វីដែលសិស្សានុសិស្សត្រូវការបំផុតដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់អនាគតរបស់ពួកគេហើយការពិព័រណ៍មគ្គុទ្ទេសក៍អាជីពនិងការសិក្សាកំពុងជួយពួកគេនៅវិទ្យាល័យ28មករាក្នុងស្រុកស្រីស្នំខេត្តសៀមរាបយុវតីខុំស្រីនិចជាសិស្សថ្នាក់ទី12ផងនិងគ្រូបង្រៀនស្ម័គ្រចិត្តភាសាអង់គ្លេសផងស្រីនិចចាប់ផ្ដើមការងារស្ម័គ្រចិត្តតាំងពីពាក់កណ្ដាលឆ្នាំ2025តាមរយៈការចូលរួមក្នុងក្លឹបការងារសហគមន៍ដែលបង្រៀនភាសាអង់គ្លេសកម្រិតមូលដ្ឋានដល់កុមារសម្រាប់ស្រីនិចការងារស្ម័គ្រចិត្តគឺជាឱកាសដ៏មានតម្លៃព្រោះនាងមិនត្រឹមតែអាចជួយកុមារនៅក្នុងសហគមន៍ឲ្យចេះភាសាអង់គ្លេសនោះទេហើយនាងក៏បានដោះខាត់ជំនាញក្នុងការបង្រៀនក៏ដូចជាពង្រឹងភាសាអង់គ្លេសរបស់ខ្លួនផងដែរក្លឹបមួយនេះគេបង្កើតឡើងគេបង្រៀនពីការប្រកបពាក្យបែបមូលដ្ឋានគ្រឹះអីចឹងខ្ញុំសម្រាប់ចិត្តចង់បរៀនដោយសារតែវាអាចជួយដល់ខ្លួនឯងនិងសហគមន៍ទាំងមូលសប្តាហ៍ថ្ងៃមានតែការរៀនសូត្រទេដែលអាចជួយឲ្យប្រទេសយើងអភិវឌ្ឍបានហើយពួកគាត់ទូចនេះគឺជាធនធានមនុស្សដែលចង់ឲ្យពួកគាត់ចូលរួមការងារសហគមន៍ដែលពួកវាមានប្រយោជន៍ខ្លាំងសម្រាប់ខ្លួនឯងហើយមនុស្សជំនាញខ្លួននៅឯខេត្តប៉ៃលិនយុវជនភុនភិរុនសាស្ត្រថ្នាក់ទី9នៃវិទ្យាល័យសាលាក្រៅចាត់ទុកបណ្ណាល័យថាជាកន្លែងសម្រាប់រៀបចំផែនការអនាគតឈានជើងចូលបណ្ណាល័យជាញឹកញាប់ភិរុនអានសៀវភៅផ្សេងៗដែលពាក់ព័ន្ធនឹងមេរៀននិងការប្រើប្រាស់ tablet ឬ computer សម្រាប់ការស្រាវជ្រាវបន្ថែមផងយុវសិស្សរូបនេះក៏ជក់ចិត្តនឹងការអានសៀវភៅប្រឡោមលោកទាំងខ្មែរនិងបរទេសផងដែរដែលសៀវភៅផ្ដល់នូវចំណេះដឹងគំនិតថ្មីៗនិងការកំសាន្តអារម្មណ៍សម្រាប់បណ្ណាល័យក្នុងនោះវាមានសៀវភៅច្រើនសម្រាប់សិក្សាយល់ដឹងអំពីចំណេះដឹងថ្មីៗស្រាវជ្រាវការអានសៀវភៅបែបប្រឡោមលោកខ្មែរហើយក៏ដូចជាបែបអង់គ្លេសរបស់លោកខាងលិចក្រៅពីអានសៀវភៅខ្ញុំតែងតែយក tablet ឬក៏ computer ហ្នឹងយកមកសិក្សាស្រាវជ្រាវបន្ថែមផងដែរសូមនិយាយថាទេចំពោះការប្រើប្រាស់ប្លាស្ទិកសូមនិយាយថាទេចំពោះការប្រើប្រាស់ប្លាស្ទិក
យុវជនភឿនសុផានូជាសាស្ត្រទី12នៃវិទ្យាល័យសាលាក្រៅខេត្តបៃលិនសុផានូជាប្រធានក្លឹបបរិស្ថានបានដឹកនាំយុទ្ធនាការអប់រំអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកក្នុងនាមជាប្រធានក្រុម2ឆ្នាំជាប់គ្នាសុផានូយល់ថាសកម្មភាពសហគមន៍នេះផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ខ្លួនឯងដូចជាបង្កើនភាពក្លាហានយល់ដឹងពីសង្គមនិងមានទំនាក់ទំនងល្អ ខ្ញុំគឺជាយុវជនម្នាក់ដែលធ្វើការទៅលើផ្នែកបរិស្ថានហើយមួយវិញទៀតខ្ញុំក៏មានឆន្ទៈឆ្លាញ់ដល់បរិស្ថានរបស់យើងផងដែរដើម្បីឲ្យប្រជាពលរដ្ឋដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិកទៅលើសុខភាពរបស់ពួកគាត់ខ្ញុំក៏សូមផ្ដាំផ្ញើដល់យុវជនទាំងអស់សូមឲ្យចូលរួមឲ្យដឹងយល់តម្លៃនៃការងារយុវជននិងធ្វើការងារស្ម័គ្រចិត្តឲ្យបានច្រើនជាងមុន សកម្មភាពចម្រុះរបស់យុវជនទាំងនេះមិនថាតាមរយៈការបង្រៀនការអានការស្វែងរកព័ត៌មានអាជីពឬការដឹកនាំយុទ្ធនាការបរិស្ថានសុទ្ធតែជាសក្ខីភាពដែលសពបញ្ជាក់ថាយុវជនកម្ពុជាគឺកំពុងតែប្រឹងប្រែងដោះខាត់ចំណេះដឹងពង្រឹងជំនាញនិងបំណិនជីវិតដើម្បីកសាងខ្លួនឯងឲ្យក្លាយជាធនធានមនុស្សដ៏មានគុណភាពសម្រាប់សង្គមតាមរយៈការងារស្ម័គ្រចិត្តនិងការធ្វើយុទ្ធនាការនានាយុវជនក៏កំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគេឲ្យកាន់តែប្រសើរផងដែរមិនមែនជាអ្នករងចាំផលប្រយោជន៍ពីសង្គមនោះទេប៉ុន្តែពួកគេគឺជាតួអង្គយ៉ាងសកម្មដែលកំពុងរៀនសូត្របណ្ដុះបណ្ដាលជំនាញនិងលះបង់កម្លាំងកាយចិត្តដើម្បីកសាងខ្លួនឯងឲ្យក្លាយជាធនធានមនុស្សដែលពោរពេញដោយចំណេះដឹងបំណិនជីវិតនិងវឌ្ឍនភាព